ជនរងគ្រោះក្នុងចំនួនដីធ្លីនៅខេត្តព្រះវិហារទាមទារគោយន្តនិងសម្ភារៈមួយចំនួនទៀតត្រឡប់មកវិញសម្រាប់ជាមធ្យោបាយចិញ្ចឹមជីវិតក្រោយពីចេញពីពន្ធនាគារខណៈផ្ទះសម្បែងត្រូវបានអាជ្ញាធរដុតបំផ្លាញក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាកាលពីជាង2ខែមុនព្រឹត្តិការណ៍បង្ក្រាបនៅខេត្តព្រះវិហារកាលពីថ្ងៃទី6មីនាឆ្នាំ2024ផ្ដោតទៅលើពលរដ្ឋជាង100គ្រួសារនៅឃុំស្រយ៉ង់ស្រុកគិលែនខេត្តព្រះវិហារឈានដល់ការដុតផ្ទះសម្បែងប្រជាពលរដ្ឋរាប់សិបខ្នងចាប់ខ្លួនពលរដ្ឋ28នាក់ដាក់ពន្ធនាគារនិងមួយចំនួនទៀតរត់ចូលព្រៃដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពការបង្ក្រាបដោយហិង្សារបស់កងកម្លាំងរដ្ឋាភិបាលនេះពេលនោះដើម្បីបបផែតការពីក្រុមហ៊ុនសេឡាដាមិច Co Ltd ដែលទទួលបានដីសម្បត្តិពីរដ្ឋាភិបាលអ្នកចេញពីពន្ធនាគារម្នាក់សូមមិនបញ្ចេញឈ្មោះប្រាប់ VOD នៅថ្ងៃទី15ឧសភានេះថាបច្ចុប្បន្នលោកនិងពលរដ្ឋជាង20នាក់ផ្សេងទៀតប្រឈមនឹងបញ្ហាជីវភាពជាខ្លាំងក្រោយពីចេញពីពន្ធនាគាររយៈពេល1ខែទៅនេះលោកថាបញ្ហានេះដោយសារអាជ្ញាធរមិនប្រគល់គោយន្តម៉ូតូឲ្យវិញតាមការសន្យារបស់តុលាការមុនការដោះលែងពួកគេខណៈសម្ភារៈទាំងនោះត្រូវបានរំអូសនៅថ្ងៃដែលអាជ្ញាធរបង្ក្រាបដោយហិង្សាប្រភពនោះបញ្ជាក់ថាគោយន្តនិងម៉ូតូជាមធ្យោបាយចិញ្ចឹមជីវិតសម្រាប់កសិករដែលលោកចង់ឃើញតុលាការខេត្តព្រះវិហារគោរពពាក្យសន្យាប្រគល់សម្ភារៈទាំងអស់នោះឲ្យពួកគេវិញក្រៅពីនេះលោកបដិសេធចំពោះអភិបាលរងខេត្តព្រះវិហារលោកនុកវុធីដែលចោទពួកគេកន្លងទៅថាជាអ្នកប្រើអំពើហិង្សាលើអាជ្ញាធរខណៈលោកថាហេតុការណ៍នេះពេលនោះអាជ្ញាធរទេជាអ្នកបង្កហេតុមុនគឺបន្ទោសក្របបែបផ្សែងដើម្បីចាប់ពលរដ្ឋអត់បន្ទោសអត់ទៅយល់គឺយើងអត់មានបានរកអីសងទេទេឥឡូវអង្គការខ្ញុំគង់ចាប់ផ្ដើមរឹបចាប់ផ្ដើមមកមានបងចង់រងថ្ងៃបងទីតាមបងខាងបងទីប្រហែលបងគាត់សុំសុំឲ្យអាជ្ញាធរគាត់ពលរបស់មកជាកយន្តម៉ូតូអីហ្នឹងពលឲ្យពួកខ្ញុំវិញបានកាត់ផងពលថាដែរពួកខ្ញុំជាអ្នកអត់ស្ដាប់ត្រយចឹងហើយបានរបស់ហ្នឹងមកដើម្បីរកទីកប់តែចឹងជាខ្លួនថាបើសិនជាអត់នេះនៅទុកវិជាពេលចឹងរហូតតែជាអាចនឹងធ្លាក់ក្នុងដៅជ្រៅជាងមុនទៀតបើសិនជានៅវិជាពេលពលរដ្ឋមានចំនួនដីធ្លីម្នាក់ទៀតគឺអ្នកស្រីធៀងឡានិយាយថាក្រោយពីចេញពីពន្ធនាគារអ្នកស្រីបាត់បង់អ្វីៗទាំងអស់សូម្បីតែប្តីអ្នកស្រីក៏ត្រូវបែកផ្លូវគ្នាដោយសារបញ្ហាចំនួនដីធ្លីនេះផងដែរអ្នកស្រីបន្តថាបច្ចុប្បន្ននេះអ្នកស្រីកំពុងរងគ្រោះផ្ទួនបាត់បង់ប្តីគ្មានផ្ទះសម្បែងគ្មានដីសម្រាប់បង្កបង្កើនផលហើយសម្ភារៈម៉ូតូនិងគោយន្តត្រូវបានអាជ្ញាធររឹបអូសអស់គ្មានសល់ដែលការនេះអ្នកស្រីឡាទទូចឲ្យតុលាការខេត្តជួយពន្លឿនដោះស្រាយប្រគល់សម្ភារៈគោយន្តនិងម៉ូតូជូនពលរដ្ឋវិញដើម្បីយកមកប្រកបមុខរបរចិញ្ចឹមជីវិតឡើងវិញបាទប្រទេសវិទ្យាអស់របស់គេយកអស់ប្តីប្រពន្ធក៏ប្តីបាក់គ្នាអស់បងចាធំដូចថាអាចវគ្គលេខថាបងជិបធនាគារផងទូធំណាបងខ្ញុំគុណនេះឯងទៀតហើយរកអង្គធនាគារនេះឯងទៀតបងបងមានទូធំទីដំណោះក៏មានអាគ្រូសាក៏ប្តីបាក់ចេញមកពីគុកទៅបងយន្តតូគេអូយកអស់តែក៏គ្មានអាទីដំណោះក៏គ្មានប្រទេសក៏គេអត់ឆេះអស់បងដោយឡែកស្ថាបនិកគណៈបកកែតម្រង់កម្ពុជាលោកអ៊ូចន្ទរតលើកឡើងថាការពន្យាពេលប្រគល់សម្ភារៈឲ្យអ្នកភូមិដែលជាមធ្យោបាយចិញ្ចឹមជីវិតជាការបង្កើតបន្ទុកដល់ពលរដ្ឋរងគ្រោះអ្វីដែលសំខាន់ព្រោះការដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលជាជនយើងចាត់ទុកថាជាអ្នករងគ្រោះនឹងគួរតែពិចារណាផ្ដល់ឲ្យវិញឲ្យទាន់ពេលវេលាព្រោះគាត់បានរងគ្រោះនឹងវាច្រើនមកលហើយការបាត់បង់ពេលវេលារៀបចំក្រុមគ្រួសាររៀបចំជីវភាពឡើងវិញនឹងវាត្រូវការចាំបាច់តាក់ទិននឹងរឿងនេះ VOD មិនទាន់អាចតាក់ទងអ្នកនាំពាក្យតុលាការខេត្តព្រះវិហារលោកស្រីវុធានិងអភិបាលរងខេត្តព្រះវិហារលោកនុកវុធីដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបាននៅឡើយទេយ៉ាងណាប្រធានសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកនីសុខានិយាយថាបើដោយការអះអាងរបស់ពលរដ្ឋមែនពលរដ្ឋខ្លាចជាជនរងគ្រោះផ្ទួនក្រោយចំណាត់ការរបស់អាជ្ញាធរបើសិនជាយើងធ្វើបែបអញ្ចឹងមានន័យថាកំពុងតែការដាក់សម្ពាធនឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែរងគ្រោះណាពីបញ្ហាជីវភាពបញ្ហាអយុត្តិធម៌ផងបញ្ហាជីវភាពផងបញ្ហាអីផងអានឹងកាន់តែធ្វើឲ្យមានសម្ពាធមកម៉ាញអញ្ចឹងជារឿងដែលខ្ញុំស្នើជាអាជ្ញាធរល្មមដល់ពេលគិតគូរពីបញ្ហាប្រជាពលរដ្ឋអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងជាអាជ្ញាធររដ្ឋដែលមានកាតព្វកិច្ចក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗនឹងហើយបាទកាលពីថ្ងៃទី16មេសាឆ្នាំ2024តុលាការខេត្តព្រះវិហារសម្រេចដោះលែងពលរដ្ឋ28នាក់ដែលរងការចោទប្រកាន់ថាទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់នៅស្រុកគូលែនខេត្តព្រះវិហារឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក្រោមការឃ្លាំមើលរបស់តុលាការខេត្តយ៉ាងណាសង្គមស៊ីវិលរកឃើញថាការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចឲ្យក្រុមហ៊ុនសេឡាដាមិច Co Ltd
ក្រមហេតុផលអភិវឌ្ឍដំណាំកៅស៊ូនៅស្រុកគូលែនខេត្តព្រះវិហារបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិត 1000 គ្រួសារជំរុញឲ្យមានការលើកឡើងថានយោបាយផ្ដាល់ដីសម្បត្តិរបស់រដ្ឋាភិបាលពង្រីកអយុត្តិធម៌ដល់សហគមន៍ក្រីក្រស្ទើរតែគ្រប់ទីកន្លែងក្នុងផ្ទៃប្រទេសខ្ញុំបាទប៉ុលសម្បត្តិ VOD